ชิงซานในชิงซานไอ้เติบแต่อายุ88ឆ្នាំសោះសំបីតែធំទៅក៏កាន់លែងជាប់ទៅហើយឯងធ្វើឲ្យយើងអស់សង្ឃឹមពេកហើយលោកដនតាលោកជាមនុស្សដែលខ្លាចជាទេវតាចៅទុតជាមនុស្សធម្មតាពួកយើងគួរតែទៅជួបអ្នកបម្រើពីអ្នកមកដូនតាខ្ញុំអាយុ76ឆ្នាំទៅហើយតែច្បាច់ស្មាឲ្យលោកឡើងចុកអស់ទៅហើយលោកក៏គួរតែអាណិតដល់ចៅលូតនេះផងទៅពួកឯងក្មេងៗធ្វើការនេះពិតជាយឺតយ៉ាវមែនពួកឯងត្រូវហុងឈិនតង់ទៀមយូរពេកហើយយើងជួយកំចាត់ភាពជាមនុស្សធម្មតាឲ្យពួកឯងរស់បានប្រហែលឆ្នាំទៀតអូឆាងហឺមិនបានជាឯងនំដាក់ខោទៀតហើយថ្ងៃនេះឯងនៅខោពីហើយសៀវជិនឯងឆាប់ទៅរយប៉ាឯងទៅសៀវជិនថ្ងៃនេះជាថ្ងៃអាយុ800ឆ្នាំរបស់លោកដុនតាឯណាក៏ដូរដែលឯងត្រៀមទុកនោះឯចាដូនតានេះជាកូនស្រីគ្រូសាស៊ូឈីងមេនាងជាស្រីស្អាតជាងគេលើលោកអាយុ20ឆ្នាំហើយហ្នឹងនាងពិតជាស្រស់ស្អាតមែនតើសៀវជិននេះជាចៅណាមួយរបស់ឯងទៅរៀបការហ៎លោកដុនតានេះជាមង្គលការដែលពួកយើងជាចៅប្រមាណអ្នកនេះរៀបឲ្យលោកដុនតាមកដេញសយនាងខាងនោះគ្រូសាស៊ូពួកយើងបាននិយាយរួចហើយពេលនេះចាំតែលោកដុនតាចុះពីលើភ្នំទៅការប្រពន្ធទេឯងមិនមែនមកបង្ករឿងទេហ៎គ្រោះរន្ទះចុះមកមុនពេលហើយបើយើងមិនចុះពីភ្នំកិច្ចគ្រោះទេបើសិនជាត្រូវរន្ទះបាញ់នោះការតាំងសិលជាង800ឆ្នាំរបស់យើងនឹងរលាយអស់ហើយយើងព្រមជាមួយពួកឯងចុះពីលើភ្នំទៅការប្រពន្ធពិតជាល្អណាស់ដូនតាព្រមចុះពីលើភ្នំហើយឯចាក្រោកឡើងមកបានហើយឈប់ជួនដំណើរទៅលោកដូនតាខ្ញុំបានកាក់សម្បត្តិយន្តហោះឲ្យលោកដូនតាទៅក្រុងអ៊ីនឈឹងហើយវាហោះនៅម៉ោង9ពេលចុះពីយន្តហោះហើយនោះមានកូនចៅគ្រួសារយើងទៅទទួលលោកដូនតាហើយហ្នឹងសម្បត្តិយន្តហោះលោកដូនតានេះលោកខានចុះពីលើភ្នំរាប់រយឆ្នាំហើយមែនដែលលោកមិនដែលបានជិះយន្តហោះទេមែនទេគឺជារបស់ដែលហោះលើមេឃពណ៌សមានស្លាប់ពេកនោះអីមែនហើយអូគឺជាសត្វចាប់ធំដែលហោះទៅលើមេឃសម្លេងវូលើមេឃនោះយើងដឹងហើយយើងទៅសិនហើយណាអូពិតជាល្អខ្លាំងណាស់លោកដូនតាព្រមចុះពីលើភ្នំហើយដៃមួយខ្ញុំតែម៉ាសារាល់ថ្ងៃចុករួយដៃសឹងស្លាប់ទៅហើយប៉ាឆាប់ទេទៅកូនចៅគ្រួសារយាទៅកុំឲ្យគេទៅយឺតពេលកុំឲ្យលោកដូនតាចាំយូរណាអូចាបាននាយកយាថ្ងៃនេះក្រុមហ៊ុនមានអ្នកនាងទៅសញ្ញាកិច្ចសន្យាណាមកនេះនាយកចាំអ្នកនាងទៅមើលរោងចក្រយាស៊ឺដល់ផ្ទាល់ថាគេនាយកចង់សួរកំណត់អ្នកនាងអាឡូលោកដូនតាចុះពីលើភ្នំហើយពួកឯងឆាប់ទៅទទួលគាត់ទៅលោកដូនតាចុះពីលើភ្នំហើយអីចាប់បានខ្ញុំមកទម្លាក់ការងារចាស់ទាំងអង្គទៅទទួលលោកដូនតាមកជីងឆឹងរាល់ការរកស៊ីរបស់គ្រូសាយាទាំងអស់សុទ្ធតែលោកដូនតាជាអ្នកបង្កើតឡើងមកទីគាត់ខាតចង់មកថាមនុស្សយូរហើយឯងណាត្រូវតែមើលថែគាត់ឲ្យបានល្អលឺទេកំរាំអីខ្ញុំនឹងមើលថែគាត់ឲ្យបានល្អអូហូខ្ពស់បាក់គេវិញនេះជាយន្តហោះដែលឈិងសាននិយាយនោះនេះមានអារម្មណ៍ថាហោះយឺតជាងយើងទៅទៀតណាស់ហើយចុះក៏ចាត់ទុកថានេះជាទឹកចិត្តសៀវជៀនទៅចុះបងអូននេះគេបានយ៉ាងម៉េចទៅមនុស្សឆ្កួតបងស្រីនេះជាអ្នកធំណាស់ទៅបានជាឲ្យបងរឿងការងារចោលទាំងអស់នោះឲ្យបងមកទទួលគេដោយផ្ទាល់នោះអញចាំតែបន្តិចទេនេះគឺលោកដូនតានេះលោកដូនតាគាត់នឹងទៅរៀបការជាមួយកូនស្រីគ្រូសាស៊ូឈីងមីលោកយាយបានផ្ញើជើងយន្តហោះរបស់គាត់មកឲ្យពួកយើងហើយថាម៉េចនេះពេលល្បីតគ្នារបស់គ្រូសាយើងនោះគឺពិតមែនលោកដូនតាពិតជានៅរស់មែនណាកុំមកលើពីសូម្បីតែលោកយាយក៏ជាកូនចៅចំនួនក្រោយរបស់លោកដូនតាដែរគ្រូសាយើងអាចឈរជើងខាងតបខាងនយោបាយខាងចំនួនបានភាពជោគជ័យរបស់គ្រូសាពួកយើងគឺមកពីលោកដូនតានេះហើយលោកដូនតាមករៀបការលើកនេះបើសិនជាបានការណែនាំពីគាត់នោះពួកយើងប្រកាសជាអាចរស់អាយុវែងដូចគាត់បានដែរទេគ្រាន់តែមិនដឹងថាលោកដូនតាពួកយើងមានមុខមាត់បែបណាទេលោកយាយគ្រាន់តែផ្ញើជើងយន្តហោះគាត់ឲ្យយើងមិនបានផ្ញើរូបថតគាត់ឲ្យពួកយើងមើលទេហើយយ៉ាបងស្រីដូនតាគាត់រស់ច្រើនឆ្នាំយ៉ាងនេះទៅហើយគាត់មិនមែនជាមនុស្សធម្មតាទេពួកយើងគ្រាន់តែមើលភ្លាមតែម្ដងណាណែស្រីស្អាតហាខ្ញុំឃើញមុខនាងស្អាតដូចជាគូស្វានាងប្រកាសជាមានគ្រោះអីមិនខានទេខ្ញុំនេះណាគឺជាគ្រូទេវតាចាយលុយតែ200យន់ទេគឺអាចរំដោះគ្រោះឲ្យនាងបានហើយលោកឈ្មោះអីណែនាងតូចនេះពិតជាមិនដឹងល្អអាក្រក់មែនយើងជាអ្នកស្នងតំណែងទី28ហើយយើងមិននឹងអាចជាអ្នកបោកនោះពីអ្នកនោះគេស្លៀកពាក់ស្អាតបាទមើលមកមិនមែនជាមនុស្សធម្មតាទេដឹងតែជាអ្នកមានឆុងជាមួយយើងគ្រាន់តែមិនដឹងថាភាពមានបាននោះមិនបានជាគិតមិនចេញចឹងសាក់តែមើលសិន
អ្នកទាំងពីរនេះនៅចាំមនុស្សនៅទីនេះលោកដូនតាអូលោកដូនតាពួកយើងជាកូនចៅគ្រួសារយាពួកយើងទទួលបញ្ជាពីលោកយាយមកទទួលលោកដូនតាឈីសៀមអញកុំច្រឡំមនុស្សហ្នឹងបងស្រីមិនអាចច្រឡំនោះទេអ្នកជាយន្តហោះជើងនោះបានចេញមកអស់ហើយអ្នកអាយុក្មេងជាងគេគឺជាលោកដូនតាហើយច្រឡំមនុស្សពីអ្នកនេះមើលមកមិនមែនជាអ្នកក្រទេមិនចឹងយើងក៏មិនដោយតាមនោះតិចចុះយើងជាដូនតាពួកឯងណាលោកយាយឯងក៏ចឹងដែរយើងបាននិយាយឲ្យថាត្រូវដាក់ខ្លួនគឺជាលោកដូនតាមែនលោកដូនតាគ្រួសារយាពួកយើងបានត្រៀមកម្មវិធីស្វាគមន៍លោករួចហើយថាកម្មវិធីចុះពាក្យជាមួយគ្រួសារសួរស្អែកនេះក៏បានត្រៀមឲ្យដូនតាហើយដែរល្អមានទឹកចិត្តហើយអញ្ជើញសៀវជៀនយន្តហោះនោះគ្មានល្អអីបន្តិចទេយើងគ្រាន់តែបើបងអួយសោះវាក៏ស្រូបយើងចេញមកក្រៅទៅបាត់ហើយសំណាងហើយដែលយើងចេះក្បាច់គុណខ្សែហោះនោះអ្នកនាងបានឃើញហើយគ្រួសារយាទៅតាទទួលទៅនោះគឺជាដូនតាគ្រួសារយាហើយមិនដឹងថាលោកម្ចាស់គិតអីទេមកចៅអ្នកនាងរៀបការជាមួយតាចាស់ចុះមកឈូទៅវិញសូឈីងក៏និយាយផ្ដេសផ្ដាសអីគ្រួសារយានៅខាងតបខាងនយោបាយខាងចំនួនគឺដូចជាទេវតាអញ្ចឹងដល់តែប្រការបែបនេះគេគ្រាន់តែកន្លះដែនទិញក៏អាចបំផ្លាញគ្រួសារសួររបស់ពួកយើងបានដែរយើងឈឺមានជំងឺច្រើនដល់សារពេលមិនច្រើនទេក៏ចាត់ទុកថាមិនពេលដែលស្លាប់ទៅនោះក៏អាចជួយគ្រួសារសួរទៅចឹងប្រពន្ធសម្លាញ់លោកនិយាយអីអ្នកណាគេជាប្រពន្ធលោកនោះមាត់ដូចផ្លែប៉េះចិញ្ចើមកោងស្អាតមុខវិញដូចពងមាន់បកអញ្ចឹងទន់ហើយរលោងទៀតស្អាតជាងក្នុងរូបទៅទៀតណោះលោកបជាច្រត់ពេកហើយគ្រាន់តែរាងកាយនេះខ្សោយបន្តិចយកឆ្នាំនេះលេបវាទៅចាំខ្ញុំឲ្យនាងលៀងភាពជាមនុស្សឲ្យនាងដឹងតែជាហើយអ្នកនាងម្នាក់នេះមិនដឹងថាជាអ្នកណាទេមិនអាចទៅលេបឆ្នាំវាផ្ដេសផ្ដាសទេណាមិនដូចជានាងចេះដឹងស្អីទៅហាមុនតែលោកឲ្យខ្ញុំលេបអីសៅឈីងខ្ញុំមានអារម្មណ៍ថាក្តៅនេះក្តៅគឺត្រូវហើយមកទៅជាមួយខ្ញុំមកបានដៃដាក់ចូលគ្នាបេះដូងទទេស្អាតដង្ហើមនឹងដូចទឹកលាងអារម្មណ៍ចេញនៅកណ្ដាលថ្ងៃចាស់បើចាប់ខ្លួនគេផងគឺពិតជាប្រហើនពេកហើយទោះជាងម៉េចវាបែរជាទៅហ៊ានចាប់ស្រីស្អាតជាងគេនៅលើលោកផងពួកលោកឆាប់ជួយអ្នកនាងខ្ញុំផងទេចុះទៅយ៉ាដូចជាទៅមកទីចឹងបាំងកាយមួយចឹងបិសាចគឺជាវេទវិតបិសាចលបាក់កាច់អញរត់សិនហើយមាននៅជាមួយទេនេះកណ្ដាលថ្ងៃត្រឹមអញបាច់ជាហ៊ានចាប់អ្នកនាងយើងផងអញជ្រុលពេកហើយលោកម្ចាស់អ្នកនាងត្រូវគេចាប់ខ្លួនហើយសូមលោកឆាប់មកទីនេះមកគឺវានោះជាអ្នកចាប់ខ្លួនអ្នកនាងវានៅហ៊ានមកបន្លំប៉ះអ្នកនាងទៀតហ៊ានប៉ះមនុស្សគ្រួសារស៊ូយើងផងឆាប់សម្លាប់វាចោលទៅមកថាម៉េចលោកម្ចាស់វាជាវិជាវិសាញទៅហៅជើងខ្លាំងទាំង4ប្រចាំក្រុងអ៊ីនឆឹងមកឈឹងឡុងបាយហូសៀនអ៊ូចូលឈីសូមលោកចាចូលតែជាអ្នកខ្លាំងប៉ុណ្ណាទៅបានជាឲ្យពួកយើងទាំង4បង្ហាញខ្លួនមកជាមួយគ្នានោះអ្នកខ្លាំងទាំង4អ្នកបិសាចនោះវាទៅចាប់កូនស្រីខ្ញុំស៊ូឈឹងម៉ៃកូនចាស់ខ្ញុំទាំងអស់គ្មានអ្នកណាអាចចូលទៅបានទេគ្រាន់តែអាចប្រែខ្លួនបានសោះចាំបាច់លោកហៅពួកយើងមកដែរយើងតែម្នាក់គឺគ្រប់ហើយយ៉ាតៃហោះជាចាឆ្នាំនេះអាចរកអូនអាំងឯងនោះបច្ចុប្បន្នមិនចេញមែនសូម្បីតែអត់នោះក៏ចាត់ការមិនបានផងវាមិនបានធម្មតាចឹងទេចូលទៅជាមួយគ្នាទៅយ៉ាយូហេយ៉ាយ៉ាអូយ
មានអារម្មណ៍យ៉ាងម៉េចដែរក្រោកឡើងមកវាជាបៃសាច់អីទៅមិនបានជាអ្នកខ្លាំងទាំង4ចូលជាមួយគ្នាហើយបែរជាមិនឈ្នះវានេះជាអ្នកខ្លាំងយ៉ាងម៉េចទៅមើលទៅទោះជាទេវតាមកក៏ដោយក៏មិនអាចឈ្នះវាដែរពួកក្មេងអាចខ្មាំងអស់នេះពួកឯងចេះក្បាច់គុណបន្តិចក៏ហ៊ានចេញមកខ្លាំងផងលើកនេះពួកឯងមានរបួសដល់ក្នុងពួកឯងអាចរស់បាន 4-5 ឆ្នាំទៀតបាននៅមិនឆាប់ទៅទៀតទៅទោះជាឯងចេះវិជាគុណបៃសាច់ហើយវាយ៉ាងម៉េចពេលនេះឈៀងមិនជាមួយគូដណ្ដឹងដូនតាគ្រួសារយាទៅខ្លាំងជាមួយគ្រួសារយាឯងខ្លាំងប៉ុណ្ណាទៅនៅក្មេងទេកុំខឹងខ្លាំងពេកបើតាមឋានៈនោះយើងត្រូវហៅឯងថាប៉ាក្មេងទៀតតែឯងវាអាយុមិនបានស្មើស៊ីវយៀនផងពិតជាចង្រៃមែនបើឯងប្រហែលអញ្ចឹងហើយពេលនេះយើងនឹងតែឲ្យមនុស្សគ្រួសារយាឲ្យគេមកចាត់ការភ្លាមលោកប៉ាកុំរំអីគេមិនបានធ្វើឲ្យខ្ញុំទីឈៀងម៉ៃយ៉ាមិនបាច់ជាឯងទៅជួយដោះសារឲ្យគេអញ្ចឹងឯងត្រូវចាំទុកឯងជាគូដណ្ដឹងរបស់ដូនតាគ្រួសារយាគេណាជាអ្នកដែលអាចកលាប់ផែនដីនេះបានណាលោកប៉ាគេបានជួយខ្ញុំជំនឿរបស់ខ្ញុំពេលនេះគេបានជាហើយឈឹងមិនក៏ជាហើយបើសិនជាគ្រួសារយើងគេដឹងនោះគេប្រកាសជាសប្បាយចិត្តណាស់ថាមិនត្រូវគេអាចថែមបណ្ណាការថែមទៀតផងមានលុយដូចមានគ្រប់យ៉ាងធ្វើជាមនុស្សស្រីរបស់យើងនឹងមិនឲ្យនឹងលំបាកទេយើងមិនខ្វល់ថាឯងជាអ្នកណាទេឯងបានជួយកូនស្រីយើងគ្រួសារស៊ូយើងជំពាក់គុណរបស់ឯងមែនតែបើឯងមានកំណត់អីផ្សេងយើងនឹងទៅសម្រាប់ឯងមុនគេហើយទៅចាំជួបគ្នានៅកម្មវិធីភ្ជាប់ពាក្យណាលោកកុំតែកម្មវិធីភ្ជាប់ពាក្យសាប់នេះគ្រួសារជាតិនឹងមិនដល់លេខលោកទីឡើងទៅមុខមាត់ស្អាតដូចទេពអប្សរមានទឹកចិត្តល្អសំធ្វើជាប្រពន្ធយើងមែនអីចូលហើយសៀជាណាប្រពន្ធដែលអញរកឲ្យយើងនោះពិតជាគ្រាន់ដែរមែនចូលលោកដូនតាចូលចិត្តគឺល្អហើយខ្ញុំនឹងប្រាប់កូនចៅគ្រួសារយាយើងឲ្យរៀបចំកម្មវិធីមង្គលការឲ្យលោកដូនតាអ៊ូអតែម្ដងល្អពួកឯងសុទ្ធតែជាកូនចៅល្អរបស់ដូនតាមែនលោកដូនតាពេលដែលលោកនៅលើភ្នំនោះកូនចៅគ្រួសារយាបានពង្រឹងការរកស៊ីមានគ្រប់ផ្នែកទាំងអស់នៅពោពេញពិភពលោកនេះទាន់ពេលលោកដូនតាទៅរៀបការនេះឲ្យពួកគេមកអបអរពិធីមង្គលការលោកដូនតាណានេះម្ដងល្អយើងនឹងចាំមើលថាមនុស្សគ្រួសារយាយើងពេលនេះអញបាត់ហើយពួកយើងតាក់ទងតែកូនចៅយើងរៀងខ្លួនឲ្យពួកគេធ្វើពិធីឲ្យលោកដូនតាឲ្យអ៊ូអរណានេះម្ដងសូមរីកាសៃឡុងនេះជាមួយពួកសៀនវាបានផុតពីចាញ់ឆាមហើយរបស់មានឲ្យពួកគេគឺដើរស្ដាច់សៀននៅទីនេះហើយដើរសៀវងដើរនេះវាបានសម្រាប់មនុស្សអត់ជាច្រើនអ្នកមានគំនុំខ្លាំងណាស់មានតែលោកដូនតាយើងទើបអាចកម្ចាត់គំនុំឈាមលើដើរនេះបានស្ដៃឡុងលោកមកចាំបានទៅមកថាស្អែកនេះគឺជាថ្ងៃភ្ជាប់ពាក្យរបស់លោកដូនតាភ្ជាប់ពាក្យទៅត្រៀមកដោធំមកឲ្យយើងមកទៅក្រុងអ៊ីនឆឹងថាម៉េចដូនតាយើងគាត់ចិត្តរៀបការហើយហ៎ខ្ញុំដឹងហើយលោកដូនតាចិត្តរៀបការហើយរឿងល្អលោកដូនតាគឺជាដូនតាដែលមានអាយុវែងមិនចាស់នៅក្មេងរហូតដល់លោកអគ្គនាយកតែងតែនិយាយនោះអីមែនហើយកាលពីមុនយើងមានសំណាងបានជួបលោកដូនតាម្ដងពេលនោះមុខមាត់គាត់គឺដូចជាមនុស្សប្រុសអាយុ20ឆ្នាំតិចតួចទេនោះគឺជាទេវតាច្បាស់ណាស់ត្រៀមយន្តហោះទៅក្រុងអ៊ីនឆឹងបាទលោកមួយនេះឆ្ងាញ់ណាស់មកជាលោកសាប់តាមនៅទីនេះលោកឆាប់ទៅទេកុំឲ្យគ្រួសារជាបានឃើញលោកនេះនឹងនិយាយហ្នឹងថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យរបស់ពួកយើងបើខ្ញុំមិនមកនឹងទៅភ្ជាប់ពាក្យជាមួយអ្នកណាទៅលោកបានជួយជីវិតខ្ញុំកូនតែរៀបការជាមួយលោកប៉ុន្តែដូនតាគ្រួសារយាគេពេញចិត្តជាមួយខ្ញុំបើខ្ញុំរំសាយមង្គលការនោះទាំងលោកទាំងខ្ញុំទៅគ្រួសារស៊ូសតែគ្រោះទាំងអង្គលោកកុំរឹងរូអីចាំខ្ញុំនាំលោកចេញទៅខាងក្រែងវាអាចដែរទេខ្ញុំគឺជាដូនតាគ្រួសារយាមកដល់ហើយលោកមកទេលោកហើយជាដូនតាគ្រួសារយានោះពួកខ្ញុំមិនអាចមានរឿងជាមួយពួកគេបានទេលោកឆាប់ទៅទេនេះនិយាយថាគេជាដូនតាគ្រួសារយាសូមគោរពលោកគ្រួសារយាល្អក្រោកឡើងមកដល់ក្រងសូមលោកដូនតាអង្គុយទេសូមលោកដូនតាអង្គុយទៅហើយយកកណ្ដុងខែបងអរគុណហើយណាអូយកូនយើងអរគុណហើយចាំធំហ្នឹងបើជាហ៊ានមកករឿងនៅកម្មវិធីដូនតាគ្រួសារយើងអង្គនាងគូតែជាចៅស្រីរបស់ស៊ីវជៀនហើយមែនទេអញ្ចឹងនាងគឺជាត្រាស់ហើយនាងគឺជាចៅទូតរបស់យើងអ្នកណាគេជាចៅឯងនោះអញឆាប់ចាក់ចេញពីកៅអីភ្លាមទេតែនាងយីក៏ពិតជាសុំតផងគេជាមិត្តរបស់ខ្ញុំគេគ្មានចេតនាទី
គឺពុតជាស្រីស្អាតណាស់កុំខ្លាចអីអូនសំឡាញ់ថ្ងៃក្រោយនាងគឺជាយាយទូចពួកអញហើយរត់ចង្គង់គ្រប់នាងទៅ សំឡងលោកចាំនិយាយទេនេះគ្រួសារស៊ូលោកមានចេតនាបង្ករឿងជាមួយគ្រួសារយាយយើងហ្នឹងមកជំនុំអាចចង្រៃនោះមកបង្ករឿងទៅវិញ ណាត់នាងយារឿងនេះមិនអាចបន្ទោសឈិងមិនបានទេគឺអាបិសាចនោះវាមកតោងទៀមឈិងមិនទេណាហ៊ានមកប្រមាថដូនតាយើងផងហ៎ហេអើយអូយអញហ៊ានមកប្រហិនជាមួយដូនតាផងគឺសំតែត្រូវហើយមើលលើឯងជាចៅយើងមិនប្រកាន់ជាមួយឯងទេយើងនឹងតែឯងងប់ហេចាអូយបកស្រាយវាជាបិសាច ស៊ូខាយិនលោកយកល្អគូតាបកលការបកស្រាយមួយឲ្យជិញតើឋាននេះបានន័យថាម៉េចទេ អ្នកនេះយានអាម្នាក់នេះវាទៅតោងទៀមឈិងមិនរហូតគឺវាមកស្រឡាញ់តែម្ខាងទេគ្មានអីពាក់ព័ន្ធជាមួយគ្រួសារស៊ូយើងទេឈិងមិនឯងនៅមកថាមកទេនេះទៀត អ្នកនឹងយីគឺបច្ចុប្បន្នសំតូនហ្នឹងមករបស់ខ្ញុំគេខូក្បានមិនសូវល្អទេគឺសំតូនផងនាងគូតាទៅសំតូនដូនតាទេ ជីងឆឹងពួកយើងសុទ្ធតែជាគ្រួសារតែមួយការយល់ច្រឡំតិចតួចនេះក៏ណាស់ហើយចោះចាបាន នាងជាឈិងមិនហ៎ពិតជាស្អាតមែនអូយអើយ លោកស្អីហ្នឹង វាចង់កេងចំណេញយើងមនុស្សស្រីរបស់យើងមិនអាចឲ្យអាណាមកប៉ះបានទេមនុស្សស្រីរបស់ឯងថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យរបស់យើងជាមួយនឹងនាងស៊ូនៅក្រុងអ៊ីននេះមានអាណាដែលថាមិនដឹងមិនលឺនោះឯងនិយាយថាឯងគឺជាដូនតាអាយុ800ឆ្នាំរបស់គ្រួសារយើងនោះគឺបង្កើតជាយើងហើយបើឯងជាដូនតារបស់គ្រួសារយើងនោះអញ្ចឹងយើងជាណាមិនដឹងថាឯងជាឆ្កែរលួយមកពីណានោះយោស្អីទៅឯងជាចៅរបស់យើងឯងនិយាយស្រួលបន្តិចទៅមិននឹងអាចមកឆ្លើយយ៉ាងនេះជាមួយដូនតាឯងនោះដូនតាម៉ែអញអីអូយទៀតហើយឯងជាដូនតាគ្រួសារយើងនេះអើយពិតជាគួរអាសំដៅណាស់យើងបានពោពីទេវតាមានអាយុ10000ឆ្នាំហើយអាក្មេងកើតពីម្សិលមួយថ្ងៃដូចជាឯងនេះអាណាគេដែលមើលមិនដឹងថាឯងនោះគឺខ្លាចនោះលោកនិយាយត្រូវណាស់តាមពិតខ្ញុំគឺមើលលើរឿងឈិងម៉ៃនោះខ្ញុំចង់អរគុណគេតែពេលនេះមើលទៅពួកវាជាពួកថោកទាបដែលដាក់បោកគេទេអាខ្លាំងធំអានិយាយថាឯងជាដូនតាគ្រួសារយើងអ្នកនៅទីនេះមានអាណាគេជឿឯងដែរទេអញ្ចឹងពួកឯងទៅបញ្ជាក់យ៉ាងម៉េចបានដឹងថាវាជាមនុស្សពិតនោះចាំបាច់ទៅពិនិត្យដែរគ្រាន់តែមើលមកក៏ដឹងថាអ្នកជាពិតអ្នកខ្លាចទៅហើយមែនហើយលោកដូនតាពិតជានិយាយត្រូវណាស់នេះទៅបញ្ជាក់អីគ្រាន់តែមើលក៏ដឹងដែរឯងមិនចាំបាច់រំស្ជប់បាយបោកយើងទេឯងគឺខ្លាចទេពួកឯងឆាប់អស់ក៏វាចេញភ្លាមទេឈប់សិនយើងមានវិធីអាចបញ្ជាក់បានមកជាដូនមួយមិនមកជាបងមកអញ្ចឹងគ្រប់យ៉ាងរបស់គ្រួសារយើងគឺលោកដូនតាគាត់ជាអ្នកបង្កើតមកថ្ងៃនេះជាថ្ងៃមង្គលរបស់លោកដូនតាមិនដឹងអាចយើងមិនមកណាម្នាក់នោះបន្លំខ្លួនជាដូនតាគ្រួសារយើងវាមកបង្ករឿងនៅកម្មវិធីដូនតាអាចឯងនេះពិតជាគ្រាន់បើមែននៅក្មេងសោះតែបែរជាដល់កម្រិតកំពូលទៅហើយឯងដឹងថាគាត់ជានរណាដែរទេគាត់ជាស្ដេចឡុងដែលក្មេងជាងគេនៅប្រទេសយើងនេះទេវតាសង្គ្រាមដែលទៅការពារទិសទាំង4សុទ្ធតែជាកូនចៅបងច្រឡំមួយយើងទាំងអស់ចាត់ការអាយចង្រៃឯងនេះងាយដូចជាបកចេញអញ្ចឹងលោកដូនតាយើងជាអ្នកមានឋានៈធំជាងគេនៅគ្រួសារយើងគាត់ជាដូនតាដែលអស់ចាជាងគេដែរអ្នកណាហ៊ានមកបន្លំខ្លួននោះអ្នកពាក់ព័ន្ធជាមួយវានឹងត្រូវយកទៅដាក់គុកចូលរស់ចាញ់ងាប់នឹងមិនអាចកាត់ជាថ្មីបាននោះទេគុកស្លាប់រស់ហ៎វាគឺជាគុកដែលគួរឲ្យខ្លាចជាងគេលើលោកនេះគ្មានអ្នកណាដឹងថាគុកនោះនៅឯណាទេមិនដែលមានអ្នកណារស់ចេញពីទីនោះដែរបើសិនមានអ្នកណាចេញមកទទួលស្គាល់នោះយើងអាចទុកសាកសពទាំងមូលឲ្យវាបានគេនោះមានមុខមាត់ក្មេងមើលមកគ្មានចេះអីទេវាគឺជាមនុស្សធម្មតាទេយើងជាអ្នកចេះវិជាគុណយើងប្រកាសជាខ្លាំងជាងវាហើយស្ដេចនេះលោកមកលើកខ្ញុំជ្រាបការចុះគ្រួសារយាយនោះលោកឯងមានក្តីមេត្តាឲ្យគេផងបានទេឈិកម៉ៃបាត់មកទៅរឿងនេះមិនឯងអាចលោកមាត់បានទេអូនសម្លាញ់កុំរំអីបងមិនបានកុហកអូនទេអ្នកទាំងពីរដល់ពេលនេះហើយនៅមិនទទួលស្គាល់ទៀតអាចៅអញមកនិយាយអីហ្នឹងយើងចាស់ជាងឯងច្រើនណាស់យើងមិនប្រកាន់ជាមួយឯងទេអាចៅផ្លោកទៅឯងដឹងថាឯងទៅបង្ករឿងធំប៉ុណ្ណាដែរទេតើចៅយើងមិនទាន់ថាអីនោះឯងឆាប់រត់ជង្គង់សុំចុះគេព្រាមទៅបងច្រណមួយលោកដូនតាគាត់មិនអាចជាមនុស្សថ្មីចឹងទេបងកុំឲ្យអាម្នាក់នោះបោកបានណាលោកដូនតាគាត់មានកម្លាំងជាតិអស្ចារ្យខានចូលពីលើភ្នំយូរហើយក្រៅពីចាស់ទុំប្រមាណអ្នកនោះហើយគ្មាននរណាដែលឃើញគាត់ទេតែយើងមានវិធីមួយអាចបញ្ជាក់ថានរណាជាលោកដូនតាពិតប្រាកដនេះជាដៅស្ដេចឈាមត្រកុលសៀកវាបានទៅសម្រាប់មនុស្សច្រើនណាស់វាមានកម្លាំងគំនុំខ្លាំងណាស់បើសិនជាមនុស្សធម្មតាទៅដកវានោះនឹងត្រូវខ្លាចជាមនុស្សលាប់សតិលេងដឹងហើយពេលនេះដែលឈាមនោះវានៅទីនេះហើយសូម្បីតែយើងក៏មិនអាចដកវាបានដែរដឹងហើយទោះបីជាពួកយើងមិនអាចជួបលោកដូនតាមែនប៉ុន្តែលោកដូនតាមានកម្លាំងធាតុខ្លាំងណាស់គាត់មិនមែនជាមនុស្សធម្មតាទេមែនហើយមានតែលោកដូនតាយើងទើបអាចដកវាចេញបានហើយកុំចាត់គំនុំឈាមលើដើមនេះបានគ្រាន់តែជាបុណ្យអាគមមនុស្សសោះយើងជាដាក់នៅលើភ្នំយើងប្រកែកខាងនេះស្រាប់ទៅហើយបើសិនជាមនុស្សធម្មតាទៅប៉ះដើមនេះគេនឹងខ្លាចជាមនុស្សលាប់សតិបាត់ធ្ងន់នោះនឹងត្រូវវាបាត់ឈាមទាំងអស់ឡើងទៅឋានសួគ៌លោកដូនតាលោកប្រកាសជាអាចដកដើមនេះចេញខានទេសូមឲ្យកូនចៅបានឃើញពីសមត្ថភាពលោកដូនតាផងមិនខុសទេចាំមើលលើយើងណាយោនេះជាវិជាកំចាត់អាគមខ្មៅសម្ងាត់ពីក្នុងបាសានអាខ្លះនោះបានឃើញហើយនៅនេះទៅជាសមត្ថភាពពិតដូនតាយើងមិនដែលអាចមកសៀតខ្លាំងខ្លះក៏ហ៊ានបន្លំគ្រួសារយើងបាននោះទេតែនេះវាមានកម្លាំងខ្លាំងអាយន្តទីភ្នំម៉ៅសានវាមិនអាចគ្រប់គ្រងបានទេដើរចេញមកលោក
ដូនតាកំឡុងដៃឈាមនេះវាខ្លាំងយ៉ាងនេះទោះជាដូនតាក៏អាចត្រឹមតែដកវាចាញ់បានតែតិចតួចមកគ្រាន់មួយបងឃើញហើយនៅលោកដូនតាគឺពិតជាគាត់មែនគាត់អាចដកដៅបានមែនអញអាចធ្វើដល់ប៉ុណ្ណេះវាលំបាកណាស់ទៅហើយគួរឲ្យស្ដាយអញនៅតែត្រូវដៅនោះឡងទៅវិញដល់ដែរហើយកុំមកនិយាយប្រេះផ្ដាស់ដៅនេះពិតជាមានមុនអាគមខ្មៅខ្លាំងណាស់បើសិនជាឯងទៅប៉ះដៅនោះឯងប្រកាសជាខ្លាចជាទឹកឈាមមិនខាននោះទេមិនខុសទេកម្លាំងដៃឈើវាខ្លាំងយើងដឹងច្បាស់ណាស់លោកដូនតាគាត់បានដកវាចេញដើម្បីបញ្ជាក់ទៅហើយតែឯងវិញមិនបានជាឯងមិនទៅដកវាទៅលោកក៏អាចស្លាប់បាននេះលោកមិនខ្វល់ជាខ្លាំងអីកុំបារម្ភអីវាគ្រាន់តែជាដៅមួយទេបើជាក្អេងក្អាងមែនដៅនេះមានកម្លាំងខ្លាំងណាស់សំបីតែបងជាដូនមួយយើងក៏មិនអាចទៅប៉ះបានអាចចំមកស្ទៀតដូចជាឯងនេះបែរជាគិតចង់អូដកបានមែនពិតជារំខានមែនបើសិនជាកម្លាំងក្នុងដៅនេះវាផ្ទុះមកអ្នកនៅទីនេះទាំងអស់គ្នានឹងត្រូវប៉ះពាល់មិនខានទេកែបជាអាចដកវាចេញបានមែនមិនអាចទេមិនអាចនោះទេហើយមិនអាចដកវាចេញបានទេពិតជាគួរឲ្យសំណើចណាស់កម្លាំងលើដៅនេះវាត្រូវយើងកំចាត់អស់ទៅហើយពេលនេះមនុស្សធម្មតាណាក៏វាអាចដកចេញមកបានដែរយើងដកចេញហើយយើងក៏អាចដកចេញបានដែរលោកដូនតានិយាយមិនខុសទេដៅនេះត្រូវបានកម្ចាត់កម្លាំងមិនល្អអស់ហើយមែនវិនសៀនក៏អាចដកដៅបានដែរកម្លាំងលើដៅនេះត្រូវយើងកម្ចាត់អស់ទៅហើយពេលនេះសំបីតែក្មេងអាយុ3ឆ្នាំក៏វាអាចដកចេញមកបានដែរពួកឯងមានអីមកភ្ញាក់ផ្អើលទៅនៅទីនេះទាំងអស់សុទ្ធតែបានឃើញគឺយន្តរបស់ដូនតាយើងជាអ្នកកម្ចាត់នោះទេដើម្បីកម្ចាត់កម្លាំងធាតុនោះយើងត្រូវដៅនោះឡើងមកវិញវាគ្រាន់តែមកសម្ដែងទេមកឆ្លៀតឱកាសនោះទេវាសម្ដែងមិនខុសទេពួកយើងសុទ្ធតែបានឃើញថាលោកដូនតាជាអ្នកដកដៅនោះចេញមកកម្លាំងធាតុលើដៅនេះប្រកាសជាត្រូវកម្ចាត់ហើយសង្ស័យលើលោកដូនតាគឺខ្ញុំមិនល្អសូមលោកដូនតាលើកលែងឲ្យផងចឹងរឿងនេះមិនបាត់ទោសពួកឯងទេគឺមកពីវាមកសម្ដែងទេចាប់ហើយពេលនេះចាប់អស់ហើយបងចដនមួយពេលនេះពួកយើងដឹងថាជាណាជាលោកដូនតាហើយពេលនេះឆាប់យកអាខ្លាញ់នោះយកទៅដាក់គុកស្លាប់រស់ភ្លាមទៅឯងនិយាយថាឯងគឺជាអ្នកកម្ចាត់កម្លាំងមិនល្អលើដៃនោះមិនខុសទេគឺជាយើងបើឯងអាចកម្ចាត់វាបានមែនអញ្ចឹងឯងទៅកម្ចាត់ម្ដងទៀតទៅល្អហើយជីឈូយ៉ាមិនបានជឿចឹងទៅវិញកម្លាំងធាតុអាក្រក់លើដៅនេះវាខ្លាំងណាស់វាមិនបានកម្ចាត់អីតិចទេក្រែងវាគឺជាមនុស្សធម្មតាតើលោកដូនតាយើងបែរជាមិនអាចមើលវាសនាគេបានទៅវិញឈប់ភ្លឹកទៅយើងរស់ឡើង800ឆ្នាំទៅហើយមិនមែនឯងអាចមើលវាសនាយើងបាននោះទេវិជាបិសាចវាទៅប្រើវិជាបិសាចលើយើងឯងមកធ្វើបាបលោកដូនតាយើងនេះឯងគិតថាគ្រួសារយើងគ្មាននោះហ៎មើលអាចល្អកម្លាំងឯងនេះអន់ពេកហើយឯងទៅហាត់200ឆ្នាំទៀតទៅប្រកាសជាខ្លាំងហើយមិននឹងអាចទៅបងចដនមួយចូលសង្គ្រាមរាប់មិនអស់កម្ចាត់សត្រូវម្ដាយចាញ់ម្ដងទៀតគាត់បែកចិត្តត្រូវអាម្នាក់នោះ5រៀបដៃមួយវាថយក្រោយទៅវិញយើងថាហើយអញ្ចឹងតាបានជាឯងហ៊ានមកករឿងនៅកម្មវិធីនោះតាមពិតគឺឯងបានត្រៀមទុកជាមុនអញ្ចឹងសិនយើងខ្លាំងទាំង4នៅទីនេះមកកម្ចាត់វាភ្លាមទៅយើងយៈបងប្អូនពួកយើង4នាក់មកហើយយើងខ្លាំងទាំង4មកហើយគ្រូសាយៈខ្ញុំចង់ហៅពួកលោកមកកម្ចាត់វាបន្តិចកម្មវិធីគ្រូសាយៈធំយ៉ាងនេះពួកយើងប្រកាសជាត្រូវមកចូលរួមមកមិនដឹងថាអ្នកណាហ៊ានមកបង្ករឿងនៅទីនេះទៅគឺអ្នកណាមកបង្ករឿងនោះឆាប់ចាញ់ព្រាមមកយោអាក្មេងតូច4នាក់បានជួបគ្នាទៀតហើយអ្នកនាងយាអ្នកដែលអ្នកនាងថាវាបង្ករឿងនោះមិនមែនជាវាទេមែនទេអាម្នាក់នោះមកប្រាប់ជាបិសាចមកបង្ករឿងនៅកន្លែងខ្ញុំគ្រូសាយៈខ្ញុំព្រមយកមានរកសត្វដំឡឹងសូមអញ្ជើញចិនខ្លាំងទាំង4តែចាត់ការវាផងនេះខ្លាំងទាំង4ពួកលោកនរណាម្នាក់ក៏ខ្លាំងជាខ្ញុំដែរពេលនេះឯងរត់មិនរួចទេអ្នកទាំង4សូមចាត់ការទៅអាក្មេងតូចទាំង4ចាត់ការទៅអាយអូយអ្នកនាងយាថ្ងៃនេះខ្ញុំរឿងឈឺពោះខ្លាចថាมันអាចព្រមជាមួយសំណើអ្នកនាងបានទេអញ្ចឹងលោកតែខ្ញុំក៏លើកទី2ខ្ញុំត្រូវទៅបួសសិនហើយអត់ជើងខ្ញុំក៏ឈឺដែរណែលោកកំទៅអីលោកកំទៅអីអាកូនចៅកតញ្ញូពួកឯងនេះមិនដឹងថាតាយាយប៉ាម៉ាឯងទៅបង្កើតកូនចៅដូចជាពួកឯងមកយ៉ាងម៉េចទេមកពីចិនខ្លាំងទាំង4គេមិនស្រួលខ្លួនហេតុនេះបានឲ្យឱកាសឯងរស់បាននោះឈៀងម៉ៃឯងបានឃើញហើយអាបិសាចនោះសំបីតែគ្រូសាយាក៏វាហ៊ានវាយដែរឯងត្រូវតែឈប់ទៅពាក់ព័ន្ធជាមួយវាភ្លាមទៅមិនថាយ៉ាងណាទេតែក៏ជាអ្នកមានគុណជួយជីវិតខ្ញុំដែរយើងឈប់លេងជាមួយក្មេងពួកឯងទៀតហើយយើងពេញចិត្តជាមួយលោកយាយលូតពួកឯងណាខានស្អែកគឺជាថ្ងៃល្អមង្គលការក៏រៀបនៅថ្ងៃស្អែកនេះទៅយើងទើបជាដូនតាគ្រូសាយានោះអ្នកដែលត្រូវរៀបការជាមួយអ្នកនាងស៊ូគឺជាយើងទេនេះឯងចង់ដកដៅទៀតហ៎មកទុកបើជាឯងចេះវិជាបិសាចក៏ដោយក៏កូនចៅគ្រូសាយាយើងមកទទួលស្គាល់ឯងជាដូនតាយើងដែរបានហើយ
គ្រួសារយើងរួមដៃគ្នាមានកូនចៅពេញពិភពលោកបើឯងខ្លាំងនោះឯងទៅសម្រាប់យើងអស់ទៅចាស់ទុំគ្រួសារយេហើយឆឹងមកដល់ហើយឯងមកបង្ខំឲ្យដូនតាយើងទៅសម្រាប់កូនចៅខ្លួនឯងពួកឯងមិនឆ្លងឬមែន អ្នកនាងស្ដេចលោកយាយហើយឆឹងលើកថាប្រសម្បត្តិគេម្នាក់ឯងគឺអាចស្មានប្រសម្បត្តិមហាសេដ្ឋីលើលោកនីងពីលេខ1ដល់លេខ100ទៅហើយគ្រួសារយាយពិតជាមានអំណាចពីមេឃមែនសម្បីតែយាយហើយឆឹងក៏ជាកូនចៅគ្រួសារយាយដែរលោកតាហើយឆឹងទីបំផុតលោកតាមកហើយកូនចៅក្រៅគ្រួសារយាយទាំងអស់មានតែលោកតាទេដែលធ្លាប់បានឃើញលោកដូនតានោះពេលនេះលោកឆាប់បកក្រាត់មុខវាទិញ បោកប្រាស់ពេលនេះឯងឆាប់លុតជង្គង់សំទោសមនុស្សគ្រួសារយើងគ្រប់គ្នាព្រាមទៅហើយខ្វេះភ្នែកឯងចេញអស់ប្រហែលជាពួកយើងអាចទុកផ្លូវឲ្យឯងរស់បានហ៎នេះមុខឯងជាហើយឯងវិនសន់មុននេះឯងថាម៉េចអោះលោកតាហើយឆឹងមុននេះវាបន្លប់ខ្លួនជាលោកដូនតាហើយបង្ករឿងនៅកម្មវិធីជាប់ពាក្យទៀតឲ្យវាលុតជង្គង់សំទោសគេឯងនិយាយម្ដងទៀតទៅលោកតាក៏ត្រូវអំពើវាដែរគឺវាតែបន្លប់ខ្លួនជាលោកដូនតាទេឯងនៅនិយាយទៀតអើយអូយ លោកតាវាខ្ញុំធ្វើអីទៅចៅល្អឯងយករបស់មកច្រើនយ៉ាងនេះឯងមានចិត្តហើយយើងចាំឯងហើយឯងជាអ្នកណាយើងជាដូនតាគ្រួសារយើងនោះអីឯងមិនដែលជួបយើងគឺជារឿងធម្មតាទេល្អតាកញ្ចាស់ឯងបែកជាហ៊ានមកគ្រួសារយើងផងអាកូនចៅចង្រៃឯងនេះបែកជាហ៊ានវាយើងផងលោកតាមិនបានជាលោកតាទៅវាលោកដូនតាអញ្ចឹងពួកអាចចំទៀតតែទៀតចាំយើងចម្រាប់អាជីជាមួយពួកឯង លោកប៉ាខ្ញុំនិយាយឆាំងហើខ្ញុំនិយាយហើយឆាំងសូមគោរពលោកដូនតាសូមគោរពលោកដូនតាស្ដេចលុយបែរជាទៅគោរពអាបោកប្រាស់នេះទៅវិញក្រោកឡើងមកតាមពិតឯងជាកូនឆាំងហើសោះប៉ាឯងទៅព្យាបាលជំងឺជាមួយយើងប្រហែលឆ្នាំពេលនេះគេអាចក្រោកឈរបានហើយនៅមានឯងទៀតនៅក្មេងទេតែសក់បែរជាសក់អស់ទៅវិញចាំយើងឲ្យឆ្នាំទៅជាក្មេងឲ្យឯងខ្ញុំសូមអរគុណលោកដូនតាជំនួសប៉ាខ្ញុំផងឆាំងហើគេក៏ជាកូនចៅយើងដែរវាជារឿងតូចតាចទេអ្នកនាងមិនស្មានថាដូនតាគ្រួសារយាយនៅក្មេងចឹងសិនហើយក៏ធ្លាប់បានជួយជីវិតអ្នកនាងទីវាគឺជានិស្ស័យប្រកាសណាស់លោកតានេះលោកតាច្រឡំមនុស្សទៀតហ្នឹងគេនៅក្មេងយ៉ាងនេះគេមិនដឹងអាចជាដូនតាពួកយើងនោះមុខមាត់លោកដូនតាមិនផ្លាស់ប្ដូរយើងមិនអាចច្រឡំមនុស្សទេតែជាពួកអាចចាំមកសិតឯងទៅវិញទេបែរជាយកអាខ្លាញ់នោះមកទៅវិញនៅមិនឆាប់សុំទោសលោកដូនតាទៀតចាប់ហើយយើងទៅច្រឡំលោកដូនតាហើយលោកដូនតាខ្ញុំខុសហើយលោកដូនតាពួកយើងđangខុសហើយលោកដូនតាលើកលែពួកយើងផងបានហើយពួកឯងសុទ្ធតែជាក្មេងៗយើងមិនបន្ទោសពួកឯងនោះទេណាអរគុណលោកដូនតាអាចចុំសៀតឯងបែរជាបន្លប់ជាដូនតាយើងផងយ៉ាអូយមិនអីទេពួកឯងចាប់វាយកទៅដាក់គុកស្លាប់រស់ទៅមួយជីវិតនេះរហូតមិនឲ្យកាត់ចាប់ចិត្តបានទេឆោភ្លាមពួកឯងហ៊ានទៅចាប់ខ្លួនទីយកទៅដាក់គុកតាមចិត្តរបស់ខ្លួនឯងនេះពួកឯងគិតថាពួកឯងមានអំណាចពីមេឃឯងតាចាស់គ្រូសាយាពួកវាចង់ចាប់លោកខុំគ្រូសាទូយើងនឹងជួយឯងគ្រូសាទូដូចជាប្រហែលឯងហ៊ានមកបង្ករឿងនៅកម្មវិធីដូនតាយើងឯងចង់ងាប់ហើយជីនកាំងជាឯងបានចេះក្បាច់គុណជីនកាំងជាទៅវិញជីនកាំងជាគឺជាអ្វីអីនេះសូម្បីតែបងក៏មិនចេះដៃគូវាដែរជីនកាំងជាវាជាក្បាច់មួយដែលបាត់បង់យូរហើយអ្នកចេះវិជាគុណនោះមានស្បែកស្ពាន់បាញ់មិនធ្លុះបងមិនមែនជាដៃគូវាទេពីពេលនេះតទៅគ្រូសាយាឯងឡើងជាទូឯងលើលោកនេះទៀតហើយអ្នកដែលគ្រូសាយាឯងចង់សម្លាប់គ្រូសាទូយើងនឹងការពារចំណែកអ្នកដែលគ្រូសាយាឯងចង់រៀបការជាមួយនោះក៏គ្រូសាទូយើងនឹងយកឲ្យបានដែរឯងលោកម្ចាស់ស៊ូនេះគឺជាបណ្ដាការគ្រូសាទូខ្ញុំសូមលោកមើលទៅយើងមិនទទួលបណ្ដាការឯងទេឯងទៅបដិរបស់ស៊ូឈីមកយើងមានតែម្នាក់ទីយើងមិនការធ្វើឯងទីពួកឯងគិតថាពួកឯងទៅតាមគ្រូសាយាបានគឺមានក្នុងឯងហើយមែនទេយើងប្រាប់ពួកឯងឲ្យដឹងគ្រូសាទូយើងនឹងទៅជំនួសគ្រូសាយាបានតិចម្ដងគ្រូសាទូយើងទូសានឆុនវាត្រូវជាឯងជាមួយឯងមើលទៅអាដូនតាឯងនេះក៏មិនចេះនិយាយណាឯងបាច់ជាស្គាល់ឈ្មោះដូនតាយើងផងលោកដូនតាលោកយាយទូតគ្រូសាទូក៏ជាកូនស្រីលោកដែរគ្រូសាទូក៏មានឈាមពាក់កណ្ដាលរបស់គ្រូសាយាដែរនេះលោកដូនតាចង់មើលគ្រូសាទូពួកយើងរលាយអញ្ចឹងបានហើយមើលលើពួកឯងជាកូនចៅកូនស្រីយើងរបស់នេះឯងយកទៅវាអាចជួយឲ្យកូនចៅឯងមានក្បាច់ពូកែខ្លាំងរឹងមាំអរគុណលោកដូនតាហើយតាមពិតជាចៅរលួយយើងសោះសុទ្ធតែជាគ្រួសារតែមួយទេឈប់ឆ្លោះជាមួយគ្នាឯងទៅ
ណាជាគ្រូសាជាមួយឯងនោះគ្រូសាទូយើងនឹងឡើងទៅចំនួនតំណែងគ្រូសាជាឯងបន្តិចម្ដងឯងបែរជាហ៊ានប្រហិនជាមួយលោកដូនតាផងអត់ទេយើងមិនបានទៅឆ្លើយជាមួយលោកដូនតាទេយើងគ្រាន់តែជន់គ្រូសាជាឯងឲ្យថិតក្រោមបាត់ជើងរបស់យើងមិនអាចខ្មាំងដូចជាឯងនេះកំប៉ិនខាងខ្លាំងពេកទោះជាឯងចេះក្បាច់គុនជិនកាំងជាក៏ដោយក៏ឯងមិនមែនជាដៃគូលោកដូនតាដែរឲ្យតែលោកដូនតាយើងនៅរស់ឯងកុំគិតថាគ្រួសារទូឯងអាចឡើងតំណែងបានទេសោះអូយពោះជើងមានរឿងអីកើតឡើងទៅអូយពោះរបស់យើងវាជាពឹកសត្វដង្កូវក្នុងពោះទៅវិញសាន់ឆាន់អើយសាន់ឆាន់យើងឲ្យក្បាច់វិជាដង្កូវនោះឲ្យឯងគឺឲ្យឯងយកទៅការពារខ្លួនទេយើងបានឲ្យគេដាក់ពឹសដង្កូវនៅក្នុងទឹកហើយឲ្យទៅគោះកណ្ដឹងនេះវាក៏ធ្វើឲ្យដង្កូវនៅក្នុងពោះនោះចាប់ផ្ដាំធ្វើទុំឈឺចាប់ដោយវេទនាតើនៅមានអ្នកណាចង់ចូលរួមជាមួយគ្រូសាជាតិទៀតសាកមើលទៅអ្នកណាទីនេះសុទ្ធតែអ្នកមានលុយមានអំណាចពួកគេសុទ្ធតែត្រូវពឹសទាំងអស់ពេលនេះចប់ហើយមានលោកដូនតានឹងមិនអាចមានរឿងអីទេគ្រូបងបានមកដល់ហើយកំឡុងធៀបបងសំខាន់ដែរពួកយើងត្រូវទៅផ្សំដំណេកទៅអាចជួយប៉ាអូនបានដូនតាគ្រូសាជាពួកឯងនេះពិតជាប៉ិនបោកប្រាស់គេមែនពើសត្វដង្កូវនោះគ្មានថ្នាំបន្សាបទេឯងមិនមែនគិតចង់កេងចំណេញលើគេទេឯងហ៊ានមកប្រមាថដូនតាយើងផងយើងនឹងវេឯងឲ្យងំស្មាងលើឯងក៏ចង់ចេញមុខមាត់ផងឯងស៊ូខាយិនយើងស៊ូអញជាលើកចុងក្រោយតើឯងគ្រប់ទទួលបណ្ដាការយើងឬអត់អើយឲ្យឱកាសចុងក្រោយឯងយល់ព្រមឬអត់យ៉ាពោះរបស់យើងឈប់គោះកណ្ដឹងទៅឯងនិយាយអីក៏យើងព្រមដែរនៅមានពួកឯងទៀតមិនដល់3ថ្ងៃទេត្រូវរំសាយការសហការជាមួយគ្រូសាយាឲ្យអស់បើមិនដូច្នេះទេយើងនឹងឲ្យពួកឯងសាកជាមួយភាពឈឺចាប់វេទនាជារៀងរាល់ថ្ងៃខ្ញុំនឹងរំសាយការសហការជាមួយគ្រូសាយាទាំងអស់ពេលនេះភ្លាមពួកកណ្ដឹងអីខ្ញុំធ្វើអ្វីក៏ប្រំដែរខ្ញុំប្រំទាំងពួកឯងនេះពួកឯងមិនខាត់គ្រូសាយាយើងទៅសងសឹកពួកឯងទេយើងបាននិយាយហើយចាប់ពីពេលនេះតទៅគ្រូសាយាស្អីក៏មិនមែនដែររយៈពេល3ថ្ងៃក្រោយយើងនឹងទៅយកប្រពន្ធរបស់ដូនតាឯងឲ្យគ្រូសាឯងបាក់មុខមុនឲ្យខ្ទេចខ្ទីអស់តែម្ដងឯងឆាប់ទៅលោកដូនតានេះសំបីតលោកក៏គ្មានវិធីដោះពឹសដង្កូវនោះដែរអាចមិនសាប់បានអញ្ចឹងសូមលោកដូនតាចេញមកជួយអ្នកដែលត្រូវពឹសហើយទៅកម្ចាត់គ្រួសារទូចោលទៅតាមពិតគ្រួសារយាយជាមួយគ្រួសារទូក៏មានជាប់សាច់ឈាមជាមួយគ្នាដែរថាម៉េចលោកដូនតានិយាយថាម៉េចគ្រួសារយាយជាមួយគ្រួសារទូជាប់សាច់ឈាមជាមួយគ្នាដែរអញ្ចឹងកាលពីមុនយើងមានកូនស្រីម្នាក់នាងបានការចូលគ្រួសារទូហើយគ្រួសារទូគឺជាកូនចៅរបស់អញ្ចឹងហើយក្បាច់ជិនកាំងជាតិនោះក៏លោកដូនតាជំនះឲ្យទៅពួកគេដែរគ្រួសារទូបានដណ្ដើមកូនចៅគ្រួសារគេបានទៅរកយើងក៏ឲ្យរបស់ការពារខ្លួនខ្លះទៅពួកគេមិននឹកស្មានថាបែរជាមិនស្គាល់គ្រួសារខ្លួនឯងបែរជាទៅធ្វើជាយ៉ាងនេះទៅវិញនេះវាជារឿងអីទៅកូនស្រីការចេញទៅដូចជាចាស់ទឹកអញ្ចឹងនេះមានរឿងល្អយ៉ាងនេះទៅហើយបែរជាមិនគិតដល់ពួកយើងលោកដូនតានេះលោកដូនតាទៅជួយអ្នកក្រៅទៅវិញជឿបងស្រីជាមួយលោកដូនតាយ៉ាងម៉េចហ្នឹងខ្ញុំខុសហើយលែងហ្នឹងតែបាននេះបងជំនះឲ្យគេបងប្រកាសជាមានវិធីបន្សាបហើយមែនទេពេលនោះវាគ្មានថ្នាំបន្សាបទេមានតែប្រើកម្លាំងធាតុទៅកម្ចាត់ជាតិពុលក្នុងឆ្អឹងទេទើបអាចបន្សាបបានតែពេលនេះកម្លាំងធាតុបងកំពុងតែរលាយទៅហើយវាមិនអាចគ្រប់នោះទេណាមកនេះបងនិយាយថារឿងផ្សំដំណេកហ្នឹងបងគឺអាចមានកម្លាំងធាតុហ្នឹងត្រឡប់មកវិញហើយឯងពេលដែលគ្រូបងផុតទៅកម្លាំងធាតុបងប្រកាសจะមកវិញហើយអូនបានត្រៀមរួចរាល់ហើយបន្តមកទៀនតាកូនធ្វើយ៉ាងម៉េចទេអូនគិតច្បាស់ហើយហ្នឹងភាពស្អាតស្អាតមនុស្សស្រីគឺសំខាន់ជាងគេណាពេលនេះក៏ជាសម័យស្នេហាសេរីភាពដែរគេមិនព្រមរឿងមង្គលការដែលរៀបចំមកបើសិនជាអូនស្ដាយក្រៅចង់បកក្រោយវិញវាអាចនៅទាន់ពេលបងពិតជាមានអាយុ800ឆ្នាំពិតមែនទេនោះគឺប្រកាសហើយ800ឆ្នាំមុនបានចង់បានឆ្លងកាត់សម័យមីងតាហើយទេនេះគឺពិតជាមិនគួរឲ្យជឿពេកហើយអូននិយាយនោះគឺសម័យឆុងប៉ាជានោះឆុងប៉ៃឈ្មោះនោះគឺបងចនាកាយឲ្យគេទៀតផងបងចនាកាយឲ្យគេក្បួនអក្សរអាវុធក៏អញ្ចឹងដែរហេតុនេះប្តីរបស់អូនគឺជាមនុស្សបុរាណដែលរស់តាំងពីសម័យមីងរហូតមកទល់ពេលនេះមិនត្រូវទេពួកបងនៅសម័យកាលនោះគេគួរតែហៅថាលោកប្តីហើយបានចឹងលោកប្តីបានពូកែយ៉ាងនេះអញ្ចឹងនៅសម័យមីងនោះតើវារលាយយ៉ាងម៉េចទេពេលនោះណាបងនៅលើភ្នំសង្ងំហាត់គុណតាំងសិលពេលដែលបងចុះពីលើភ្នំមកនៅក្រោមភ្នំវាក៏បានផ្លាស់ប្ដូរអស់ទៅហើយបងនិយាយថាការតាំងសិលរបស់បងមួយនោះគឺស្មើនឹងមួយសម័យកាលរបស់ប្រវត្តិសាស្ត្រគឺវាប្រែប្រួលឡើងដោយមុនទៅហើយ
បងចាំបានថាកាលពី200ឆ្នាំមុនពេលដែលបងចុះពីលើភ្នំមកនៅក្រោមភ្នំគេធ្វើកម្មវិធីហាត់អីហើយនៅធ្វើផ្លូវដែកទៀតបងត្រូវឃើញគេជិះដៅហោះហើយត្រូវគេឃើញយាយចាស់នោះក៏ឈប់ធ្វើផ្លូវនោះបាត់ទៅពេលនោះមកបងក៏ឈប់ចុះពីលើភ្នំទៅ លោកប្តីយាយចាស់ដែលបងថានោះមិនគឺជាម្ចាស់ស្ត្រីជាសេទេ គឺដូចឈ្មោះអញ្ចឹងមែនរឿងកាលពី200ឆ្នាំមុនបងក៏ចាំមិនច្បាស់ដែរ លោកប្តីបងគឺជាមនុស្សអស្ចារ្យម្នាក់មែនឈិញមីបច្ចុប្បន្នហ្នឹងលោកប្តីពួកយើងក៏ចាប់ផ្ដើមទេលោកប្តីតើបងយ៉ាងម៉េចហើយ មិនបានជាគ្មានប្រសិទ្ធភាពអញ្ចឹង លោកប្តីនេះតែម្ដងគឺវាមិនគ្រប់គ្រាន់ទេ មិនមែនទេកម្លាំងបងវាមិនត្រឡប់មកវិញទេហើយវាកាន់តែខ្សោយទៅទៀត បានចឹងចាំពើដល់ប៉ាអូនជាមួយអ្នកផ្សេងត្រូវនោះ អូនកុំបារម្ភអីទោះជាកម្លាំងធាតុបងមិនបានមកវិញតែបងមិនឲ្យពើរបស់ប៉ាក្មេករើទៀតទេបងទៅរកមនុស្សម្នាក់សិន បងត្រូវតែត្រឡប់មកវិញហ្នឹង ប្រកាសណាលោកដូនតាគឺខ្ញុំសំតែស្លាប់គឺខ្ញុំបដៅកូនចៅមិនបានល្អឲ្យវាទៅធ្វើរឿងបែបនេះទៅវិញពេលនេះខ្ញុំនឹងដេញទូលលែងចេញពីគ្រួសារភ្លាមសាន់ឆនរបស់ដែលយើងឲ្យឯងនោះគឺទុកឲ្យឯងការពារខ្លួនទេឯងបែរជាចង់ផ្ដួលគ្រួសារយាកផងទេលោកដូនតាខ្ញុំមិនបានឲ្យរបស់នោះទៅណាទេប្រកាសជាទូលលែងអាចចោលមកសៀតនោះវានោះទៅទេលោកដូនតាខ្ញុំសុំស្បាត់ប្រកាសជាកូនចោលមកសៀតនោះវាទៅធ្វើដល់ខ្លួនឯងទេពួកខ្ញុំមិនបានដឹងរឿងនេះនោះទេណាបាត់មកទៅនៅមុខលោកដូនតាឯងគ្មានសិទ្ធមកនិយាយទេពេលនេះខ្ញុំនឹងទៅទូលលែងអាចចំទៀតនោះសិនឲ្យវាមកលុតជង្គង់សុំទោសលោកដូនតាលោកតាយ៉ាងម៉េចនេះ អាតណើបឯងទៅធ្វើអីឯងឆាប់បល់ក្បាលមកវិញព្រាមមក លោកតារឿងឆ្នាំពលនោះលោកតាដឹងហើយលោកតាក៏បារម្ភអីមានខ្ញុំនឹងអុកក្បាលគ្រួសារយាកនោះទម្លាក់ចោលហើយគ្រួសារយើងនឹងឡើងឋានៈជំនួសវិញ អាណាឲ្យឯងទៅប៉ះគ្រួសារយាកនោះ រឿងនេះលោកតាកំលោកដៃអីខ្ញុំបានជួបជាមួយពួកគ្រួសារយាកនោះហើយពួកវាសុទ្ធតែជាមនុស្សសម្រាប់ទាំងអស់លោកតារងចាំដំណឹងល្អពីខ្ញុំទៅ មើលរឿងដែលកូនចំសៀតឯងវាធ្វើទៅវាហិតបាត់ទូរស័ព្ទយើងផងលោកដូនតាខ្ញុំនឹងដេញក្បាលទូលលែងចេញពីគ្រួសារទូភ្លាមវាជាកំហុសរបស់ខ្ញុំទាំងអស់លោកដូនតាលោកមើលលោកយាយទូតគ្រួសារទូក៏ជាកូនស្រីលោកដែរលោកកុំសម្រាប់គ្រួសារទូទាំងពួកឯងសុំលោកទុកជីវិតឲ្យខ្លាចផងទៅបានហើយយើងមិនបានសាហាវដូចជាពួកឯងគិតទេពួកឯងទៅក្រុងយិនឆឹងជាមួយយើងទៅចាត់ការរឿងតិចរឿងនេះក៏ចាត់ទុកថាចាប់ហើយកម្លាំងធាតុរបស់យើងសំបីតែជាដៃហោះក៏មិនអាចធ្វើបានដែរលោកដូនតាមិនបានជាលោកមិនហោះទៅអញ្ចឹងគ្រួយើងនៅមិនទាន់ផុតកម្លាំងយើងវាក៏បាត់បង់ទៅពួកយើងជិះសัตว์ស្លាប់ធំនោះហោះទៅហានេះលោកដូនតាលែងមានកម្លាំងធាតុហើយពេលដែលគ្រួយើងផុតទៅកម្លាំងធាតុយើងគង់តែវិលមកវិញទេពួកឯងកំរំអីថ្ងៃនេះជាថ្ងៃមង្គលការមិនបានជាលោកដូនតាគាត់មិនទាន់មកវិញទៀតអញ្ចឹង លោកដូនតាពួកលោកក៏មកបាក់ស្រីទីមកលេងកែចំណេញលើអ្នកនាងយើងហើយក៏បាត់ខ្លួនទៅបាន លោកដូនតាគាត់មិនមែនជាមនុស្សចឹងទេគាត់ធ្វើបែបនេះប្រកាសជាមានហេតុផលគាត់ហើយ ពេលនេះគ្រូសាទូចិត្តមកដល់ហើយលោកដូនតាមិននឹងគ្មានអ្នកណាជាដៃគូវាទេ ក្រែងគ្រួសារយាយជាពួកខ្លាំងខាងចំនួនអាវុធនយោបាយនោះអីមិនបានជាពេលនេះគ្រាន់តែគ្រួសារទូតូចតាចក៏មិនអាចចាត់ការបានអញ្ចឹង លោកប៉ាខ្ញុំជឿថាគាត់ប្រកាសជាត្រឡប់មកវិញមិនខាន គ្រួសារយាកថ្ងៃស្លាប់ពួកឯងបានមកដល់ហើយមានយើងនៅកុំគិតថាអាចខ្ញុំនៅនឹងសួរទៅបានទេសោះ គ្រួសារយាកឯងពេលនេះឡើងជាគ្រួសារយាកកាលពីម្សិលមិញហើយយើងប្រាប់ពួកឯងគ្នាគ្រួសារពួកឯងទាំងអស់បានចូលដៃឈរជើងជាមួយខាងយើងអស់ហើយសូម្បីតែស្ដេចលុយគ្រួសារយាកឯងក៏លែងមានដែរ ឯងចាំបាននេះថាម៉េច គឺថ្ងៃនេះឯងមកចាប់ភាហ៊ុនរបស់យាយហើយឆឹងគ្រប់គ្នាគេបានដកភាហ៊ុនអស់ហើយវាណានៅពេលនេះឡើងជាមហាសេដ្ឋីពិភពលោកទៀតហើយពេលនេះថាមិនត្រូវគេដកភាហ៊ុនអស់ហើយ ទូលៃឯងធ្វើបាបគេជ្រុលពេកហើយយើបងច្រណមួយ យើងមានរបស់ពូកែដែលដូនតាយើងឲ្យយើងពួកឯងមិនអាចឈ្នះយើងបានទេ ទូលេងគ្រូសាយាកជាមួយគ្រូសាទូជាសាច់ឈាមនឹងគ្នានេះឯងចាំបាច់ត្រូវធ្វើអញ្ចឹងដែរហី នេះមិនមែនចង់និយាយទៅដូនតាគ្រូសាយាកនេះគឺជាដូនតាគ្រូសាទូយើងដែរទេនេះនិយាយតែផ្ដាស់ដូនតាគ្រូសាយើងគឺមានត្រកូលទូពួកឯងគឺត្រកូលយាកគ្រូសាយាកអើយគ្រូសាយាកពួកឯងនេះខ្លាចគ្រូសាឯងដូនរលំស្អីក៏ពួកឯងហ៊ាននិយាយចេញមកដែរ
នេះគឺពិតមែនណាគ្រួសារទូឯងគឺជាកូនស្រីលោកដូនតាគ្រួសារពួកឯងគឺជាមិនសៀនឯងទៀតវាយើ យើង ងវាយឯងនឹងហើយគ្រូសាឯងមកតាមគ្រូសាយើងពួកឯងឆាប់នាំគ្នាអង្គក្បាលគ្រប់យើងហើយម្នាក់នោះក៏ហៅយើងថាលោកតាទៅ តួលេងអញក៏ជាកូនចៅលោកដូនតាដូចគ្នាដែរអញមិនខ្លាចលោកដូនតាខឹងទេ វាខឹងហើយយ៉ាងម៉េចយើងឆោតនៅត្រង់នេះហើយឯណាវានោះឲ្យវាខឹងមកចោះយើងថាណាវាខ្លាចឡើងរឿងក្បាលដូចដើរហើយពេលនេះមិនដឹងថាវាទៅពូននៅគុំស្មៅឯណាទេ យេអូជីពេលនេះបងនៅណាទេ ហើយយ៉ាលោកដូនតាឡានខូចហើយម៉ាស៊ីនឡានវាមានបញ្ហាហើយពេលយើងទៅដល់នោះលោកយាយពួកឯងប្រកាសជាត្រូវពួកវាចាត់ទៅឲ្យលោកដូនតាកុំភ័យអីពេលដែលពួកយើងទៅដល់បញ្ហាទាំងអស់គឺអាចដោះស្រាយបានហើយបើសិនជាទូលៃវាធ្វើរឿងឯងជ្រុំនោះខ្ញុំនឹងដេញក្បាលវាពីគ្រួសារទូភ្លាមឲ្យលោកដូនតាចាត់ការវាតាមចិត្តលោកដូនតាឆាប់មកវិញមកលោកយាយទូតមានរឿងហើយថាម៉េចប្រពន្ធយាយត្រូវគេចាប់ទៅហើយហ៎កម្លាំងធៀបយើងមកវិញខ្លះហើយតែមិនអាចនាំពួកឯងទៅជាមួយបានទេយើងទៅមុនហើយពួកឯងឆាប់តាមយើងមក អ្នកនាងស៊ូឆាប់ទៅជាមួយយើងទៅ លោកប្តីជាមិនតមកដល់ជាមិនទៅណាទាំងអស់ អត់ដៃព្រួនក្បាលគ្រូសាយៀតនោះថ្ងៃនេះវាមិនត្រឡប់មកវិញទេ គេប្រកាសជាមក ឯងជាងម៉ៃយ៉ាឯងទៅជាមួយអ្នកប្រុសទូទៅអាដូនតាគ្រួសារយៈនោះវាមិនអាចមកវិញបានទេវាគឺបោកឯងនោះទេ គេប្រកាសជាមកវិញមិនខាន អ្នកនាងស៊ូការអត់ពុតយើងមានដែនកំណត់នាងមិនមែនចង់ឃើញប៉ានេះត្រូវស្លាប់នៅចំពោះមុខនាងទេហ៎ ឆាប់គាត់ទេចេញ អាចង្រៃណែ អត់ស្មានថាបងនឹងមកត្រឡប់មកវិញទេ កុំខ្លាចអីរឿងបងបានចាត់ការហើយអាចៅកណ្ដឹងឯងត្រូវបានបំផ្លាញអស់ហើយពឹសនោះក៏មិនអាចធ្វើទុកទៀតបានដែរឯងនៅមានក្បាច់អីទៀតទេ ជាល្អណាស់ឲ្យតែយើងកំចាត់ឯងចោលហើយគ្រូសាទូយើងប្រកាសជាឡើងដល់ចំណុចកំពូលហើយយើងក៏មិនចាំបាច់ហត់អីទៀតដែរ អាចៅឯងពិតជាក្អេងក្អាងមែន លោកដូនតានេះក៏លោកផុតហើយមែនទេកម្លាំងធៀបមកវិញហើយអី ក៏មិនដឹងដែរវាបានមកវិញហើយកូនប្រសាឯងកំដោះលេងវាឯងសោះណាកម្លាំងធៀបលោកដូនតាបានមកវិញហើយឯងមិនឆាប់លុតជង្គង់វល់គាត់ទៅ អ្នកដែលគូលុតជង្គង់វល់គឺជាពួកឯងទេទោះបីជាតាកញ្ចាស់នេះមកវិញក៏មិនអាចកែប្រែអ្វីបានដែរ ណែ ឯងមិនបានជាឯងពូកែយ៉ាងនេះ អាចៅឯងទទួលស្គាល់កំហុសហើយលុតជង្គង់សុំទោសយើងទៅរឿងនេះអាចចប់បានត្រឹមនេះលោកដូនតាមិនអាចដល់លេងវាបានទេមុខខ្ញុំនេះគឺត្រូវវាជាអ្នកវាយនឹងហើយរឿងច្រើនមែនមានវាយមកក៏វាយទៅវិញទៅឯងទៅវាយវាសងវាវិញទៅលោកដូនតាហៅឯងឆាប់ទៅអើយអាយ៉ា ឯងហ៊ានទេ ឲ្យអញវាយើងណែវាយទៅវាយបន្តទៀតទៅ ឡោតទេកម្លាំងធៀបយើងទៅវិញបាត់ទៀតហើយ ឯងវាយទៀតទៅ លោកដូនតាអាយ៉ាពេលនេះកម្លាំងធៀបយើងម្ដងមានម្ដងអត់ឯងទ្រាំតិចទៅស្ងៀម ដូនតាគ្រូសាយៈយើងនឹងច្បាច់កវាឲ្យងាប់នៅចំពោះមុខគ្រូសាពួកឯងរាល់គ្នា បាត់ទៅមិនបានជាម្ដងមានម្ដងអត់ចឹង លោកឆាប់ខ្សោយពីរឿងកម្លាំងធៀបម្ដងអត់នោះទេមិនសៀនចិត្តត្រូវគេច្បាច់កោងាប់ហើយ អាយ៉ារឿងតូចតាចទេយ៉ាងណាក៏ប្រហែល10ឆ្នាំទៀតវាគង់តែចាស់ងាប់ទេអត់ទេលោកដូនតាជួយខ្ញុំផង ជួយវាយកស្អីមកជួយឯងទៅយើងចាត់ការឯងសិនហើយចាំចាត់ការវាជាបន្ត ចង្រៃយោអញឈិនធ្វើបាបមនុស្សគ្រួសារយើងផងមើល ជីវិតបដូរជីវិតឯងបាច់จะប្រើវិជាបដូរឈាមផងបងប្អូនឯងគឺពិតជាស្រឡាញ់គ្នាមែន មិនសៀនអត់អីទេមិនអីទេមិនសៀន ខ្ញុំមិនអីទេមិនបានជាបងប្រុសទៅជាខ្លាំងយ៉ាងនេះចឹ មក ង ជាដូនមួយគាត់ប្រើជីវិតគាត់ទៅបូជាទីងហើយនេះបានជាមានកម្លាំងធៀបខ្លាំងជាងមុននោះនេះគ្រាន់តែមួយរយៈពេលទីង ចិត្តអស់ពេលដល់ថាពលហើយចាំមើលថាឯងអាចទ្រាំបានយូរប៉ុណ្ណា មកជាដូន